ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានចូលរួមកម្មវិធីដំណើរទស្សនកិច្ចមួយមកកាន់ខាងភ្នំបូកគោហើយមកដល់ម៉ោងនេះគឺម៉ោង 7:02 ហើយគឺពួកខ្ញុំបានមកទស្សនកិច្ចនៅក្នុងចំការ Strawberry ដែលដាំនៅក្នុងប្រទេសកម្ពុជារបស់យើងតែម្ដងនៅលើភ្នំបូកគោអញ្ចឹងយើងមានអ្នកចូលរួមប្រហែលជា300 នាក់ដែរហើយថ្ងៃនេះយើងបានមកមើលនៅក្នុងចការពិតពីព្រោះពីដើមមកស្រុកខ្មែរយើងគឺមិនទាន់មានប្រវត្តិនៅក្នុងការដាំ Strawberry មានប្រវត្តិដាំ Strawberry ហើយមានផ្លែអាចទទួលបានផលរហូតទៅដល់មានការគ្រប់គ្រងជាច្រើននេះគឺជាចំការផ្ទាល់តែម្ដងហើយមានច្រើនរោងបាទហើយចំការនេះទៀតសោតគឺគ្រប់គ្រងហើយនឹងស្ថាបនិកគឺជាជនជាតិជប៉ុនផ្ទាល់តែម្ដងដែលគាត់មកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងបងប្អូនអាចមើលជាវីដេអូខ្លីៗនេះគ្រាន់តែជាវីដេអូខ្លីដើម្បីបង្ហាញអំពីទស្សនវិជ្ជាពិតថានៅក្នុងប្រទេសកម្ពុជារបស់យើងក៏យើងដាំផ្លែ Strawberry បានដែរមិនមែនចាំតែនាំចូលទេបាទនេះមិនមែនចាំតែនាំចូលទេបាទនេះផ្លែពិតហើយតាមការបកស្រាយរបស់ខាងស្ថាបនិកដូចជាជនជាតិជប៉ុនមុននេះគឺពួកគាត់បានលើកឡើងថាឥឡូវនេះមិនទាន់ដល់ខែប្រមូលផលទេដល់ពេលអញ្ចឹងទៅផ្លែ Strawberry របស់យើងគឺអត់ទាន់បានទុំច្រើនទេគឺទុំមួយអញ្ចឹងបើតាមការលើកឡើងរបស់គាត់ប្រហែលជាក្នុងខែ 12នឹងមានផ្លែដូចជាមានទុំច្រើនអញ្ចឹងអានេះយើងទស្សនាខ្លីៗផ្លែមួយប៉ុន្តែផ្លែថ្លោះល្អបាទផ្លែថ្លោះល្អមើលទៅតំណងមានជាតិតែគ្រាន់តែជាលក្ខខណ្ឌយើងមកក្នុងលក្ខខណ្ឌទស្សនកិច្ចយើងអាចបេះផ្ទាល់បានទេបើសិនជាយើងចង់ញ៉ាំចង់ភ្លក់យើងអាចទៅភ្លក់នៅផ្លែដែលម្ចាស់កសិដ្ឋានគាត់បានដាំបានបេះជារួចរាល់នៅឯខាងក្នុងវិញអញ្ចឹងនេះខ្ញុំគ្រាន់តែបង្ហាញត្រួសអំពីសកម្មភាពខ្លះដែលយើងកំពុងតែមកទស្សនកិច្ចនៅក្នុងចំការផ្លែ Strawberry នេះតែម្ដងអញ្ចឹងនេះក៏ជាមោទនភាពមួយដែលទឹកដីកម្ពុជារបស់យើងគឺជាទឹកដីដែលល្អស្រស់បំព្រងដែលអាចបង្កើតផលដំណាំស្ទើរតែគ្រប់មុខហើយតាំងពីដើមមកគ្មានអ្នកណាជឿថានៅក្នុងប្រទេសកម្ពុជាយើងដាំ Strawberry បានផលទេតែឥឡូវនេះគឺយើងមានដាំចាំមានទាំងជនជាតិខ្មែរក៏ដាំនៅលើទឹកដីខាងបូកគោនេះហើយក៏មានជនជាតិបរទេសផ្សេងគេកសិដ្ឋានមួយនេះគឺជាកសិដ្ឋានរបស់ជប៉ុនដែលគាត់ជាអ្នកបង្កើនផលតែម្ដងអញ្ចឹងណាបាទអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះទេខ្ញុំសង្ខេបខ្លីៗទៅលើវីដេអូរបស់យើងហើយយើងនឹងទស្សនាបន្តទៅទៀតហើយมันមានអីបកស្រាយច្រើនទេតែគ្រាន់តែថាចង់បង្ហាញអំពីទស្សនវិជ្ជាពិតដែលយើងមានហើយចាំមើលតិចទៀតយើងនឹងទៅភ្លក់រសជាតិស្រស់ពិតរបស់ Strawberry ដែលដាំនៅលើទឹកដីកម្ពុជារបស់យើងទាំងអស់គ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ